តាំងពីចប់ទី12មកពួកយើងពីអ្នកបងប្អូនក៏មានឱកាសមករៀននៅទីក្រុងភ្នំពេញអញ្ចឹងនៅពេលដែលថ្ងៃបុណ្យថ្ងៃទៀនបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងពួកយើងក៏បានមកលេងនៅស្រុកកំណើតនៅខេត្តបន្ទាយមានជ័យអ្នកដែលធ្លាប់ធ្វើដំណើរថ្ងៃបុណ្យថ្ងៃទៀនដឹងហើយថាសំបុត្រនៅពេលដែលថ្ងៃបុណ្យថ្ងៃទៀននោះគឺឆាប់អស់មែនតើអញ្ចឹងពួកយើងបានទិញសំបុត្រតាំងពីមួយអាទិត្យមុនម៉ោង 9 កន្លះពួកខ្ញុំចេញពីផ្ទះដើម្បីយើងឡើងឡានម៉ោង 10 យប់តែដល់យើងបានគេងហ្មងឬក៏ចង់បាត់ជើងបាត់ដៃអីឬក៏ទិញអីញ៉ាំឃ្លានជប់ឡើងអីពួកគាត់ក៏បានចុះនៅការ៉ាសាំងឲ្យពួកយើងដែរតែកុំភ័យបារម្ភអីគាត់ចុះមិនតែម្ដងអីគាត់ចុះ2 ដងក្នុងការធ្វើដំណើរហ្នឹងគឺអត់មានដាក់ម៉ួយដាក់អីទេគឺធ្វើដំណើរយ៉ាងស្រួលហ្មងហើយចូលលើកទី2ហ្នឹងខ្ញុំក៏ញ៉ាំអីដែរឃ្លានដែរពួកអីគេគាត់លក់អស់ហើយក៏បានហៅមីស៊ុបញ៉ាំមានអីរសជាតិគួរសមតែរៀងដិតគ្រឿងប្រអយប់ហើយទឹកស្ពីងខាស់តិចហើយពេលហ្នឹងក៏បានរត់ទិញនំញ៉ាំដែរហើយឃើញកូនអ្នកលក់នេះខ្ជូតមែនតើឃើញជួយលក់ម៉ាមីគេពេលហ្នឹងម៉ោង 2ណាអត់ទាន់គេងទៀតហើយឡានហ្នឹងក៏អត់ទាន់ចាញ់ដែរអញ្ចឹងពួកខ្ញុំក៏អង្គុយញ៉ាំនំលេងចាំឡានចេញដំណើរហើយខ្ញុំដល់បន្ទាយមានជ័យហ្នឹងខ្ទង់ម៉ោង 5 ជាងពេលគេឈប់ហ្នឹងអត់ដឹងទេតើគេលើកអវ៉ាន់អីតាបានភ្ញាក់10 ដងប្រាប់អ្នកផ្ទះមុនចិត្តមកដល់ចឹងណាតែថ្ងៃហ្នឹងផ្លេចគេលក់ហើយគេលើកអវ៉ាន់អីហើយក៏ប្រាប់ឃើញបងថ្លៃអនឡាញក៏ឲ្យគាត់ជួយមកយកពួកខ្ញុំទៅផ្ទះផងជីមកឃើញមេឃស្អាតមែនតើរៀងបើកថ្ងៃតិចហើយឡើងស្អាតហ្មងត្រមដល់ផ្ទះខ្ទង់ម៉ោង 6 ជាងដែរលើកអវ៉ាន់រួចហើយក៏ឈៀតឡើងលើមើលវា fresh មែនតើហ្មងធ្លាប់តែនៅភ្នំពេញអួអាប់ឡានម៉ូតូឲ្យច្រើនចឹងណាក្រោយពីមើលរួចហើយខ្ញុំក៏មករៀបអវ៉ាន់វិញព្រោះអវ៉ាន់ច្រើនខ្លាំងមែនតើនិយាយមែនតែសារខ្លួនឯងហ្មងវិចហ្មងដូចរើផ្ទះចឹងសុខចិត្តតែលើសកុំឲ្យខ្វះដែរអរគុណដែលទស្សនារហូតដល់ចប់បាយបាយ